chỉ bóng sông cơ rục chỉ miệt xua đòn nẹt đó khné với một chụp nia xa chỉ mấy là nhóm anh mới khơi như rục chạm mà lắc đại bằng hai pi tây tạng này mê đặc nom này cái xuồng cà phê chết có bàn từ từ nạ cách nơi bị poa sắp hiệp vót hay nơi không nốt của miền chân mình nè có bàn bằng hai nơi trồn muối được một ở quạt pin đất hay trắng hay tụiนี้ខ្ញុំសុំលើកយកសមត្ថភាពពីដ្រូននោះយកមកបង្ហាញអ្នកនរគ្នាដ្រូននោះមានឈ្មោះថាដ្រូនប្រយុទ្ធ CA4 របស់ប្រទេសចិនយានដ្រូនឆៃហង Rainbow 4 ឬក៏ CA4 ជាយានបំពាក់អាវុធលើអាកាសគ្មានមនុស្សបើក្នុងរយៈកម្ពស់មធ្យមនិងអាចហោះហើរនៅលើអាកាសបានរយៈពេលយូរបំពាក់ដោយម៉ាស៊ីនប្រើប្រាស់អ៊ីនធឺណិតធ្ងន់បានបញ្ចប់ការហោះហើរដំបូងរបស់ខ្លួនដែលផលិតដោយក្រុមហ៊ុនសជីវកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអវកាសចិនបានប្រកាសការពីថ្ងៃទី17ខែសីហាឆ្នាំ2022បង្កើតឡើងដោយក្រុមហ៊ុនសជីវកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនដែលជាក្រុមហ៊ុនបទសម្ព័ន្ធរបស់ CASC យន្តហោះ CA4 UAV មានទម្ងន់ហោះហើរអតិបរមា1330គីឡូក្រាមនិងមានសមត្ថភាពផ្ទុកទម្ងន់345គីឡូក្រាមដែលបំពាក់ដោយសភាវុធរួមមានកាយមីស៊ីល AR-1 ពី4ទៅ6គ្រាប់ដែលអាចឲ្យវាយប្រហារសត្រូវក្នុងចម្ងាយពី2ទៅ8គីឡូម៉ែត្របានឬក៏កាយបមបំពាក់ GPS ST9 ទម្ងន់50គីឡូក្រាមផងដែរក្រៅពីសភាវុធវាមានបំពាក់នៅ sensor electronic optic torrent ដែលរួមមាន forward looking infrared laser rangefinder laser designature function ដែលអាចចាប់យកលោកសញ្ញាបាន15គីឡូម៉ែត្រនិងជួយដល់កាយ missile AR-1 វាយប្រហារសត្រូវក្រៅពីនេះវាមានបំពាក់នៅ synthetic aperture radar ដែលអាចចាប់យកគោលដៅបានចម្ងាយ30គីឡូម៉ែត្រយានដ្រូននេះបំពាក់ដោយម៉ាស៊ីន piston class កម្លាំង100 CES ដែលមានស្លាបកង្ហារ3នៅផ្នែកខាងក្រោយនិងអាចឲ្យវាសម្រេចបាននូវភាពធន់នៃការហោះហើរអតិបរមាបានរហូតដល់30ម៉ោងជាមួយនឹងការផ្ទុកប្រេងឥន្ធនៈបានរហូតដល់165លីត្រដ្រូនប្រយុទ្ធ CA4 មានប្រវែង9ម៉ែត្រស្លាបហោះហើរ18ម៉ែត្រហោះហើរបានកម្ពស់8គីឡូម៉ែត្របត់បាការបានចម្ងាយ3500គីឡូម៉ែត្រវាត្រូវបានប្រើប្រាស់ក្នុងការងារស៊ើបការឆ្លប់មើលការចាប់យកគោលដៅការរំខានដល់ការហោះហើររបស់សត្រូវបេសកកម្ម Electronic Warfare ដែលជាពិសេសគឺការហោះហើរល្បាតតាមព្រំដែនការប្រឆាំងភេរវកម្មជាដើមមិនត្រឹមតែប្រើប្រាស់ក្នុងស្រុកប៉ុណ្ណេះទេវាត្រូវបាននាំចេញទៅប្រទេសអ៊ីជីបសាឌីអារ៉ាប់និងអារ៉ាប់ផងដែរជាចុងបញ្ចប់សូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់យ៉ាងយកចិត្តទុកដាក់